រឿងកូនមន់ចង់ធ្វើជាស្ដេចតោមានកូនមន់មួយក្បាលឈ្មោះឈីបជាមន់ដែលមានចិត្តក្លាហានប៉ុន្តែវាមានបំណងប្រាថ្នាចម្លែកមួយគឺវាចង់ឲ្យសត្វទាំងអស់ក្នុងព្រៃគោរពកោតខ្លាចវាដូចជាស្ដេចតោថ្ងៃមួយឈីបបានរើបានរោមសត្វចាស់និងស្រកាប់ការឈូករត់វាយកមកបិទជុំវិញរបស់វាឲ្យមើលទៅដូចជាមានរោមញីញោងដូចតោរួចនិយាយទៅកាន់មេមន់ម៉ាក់ចាប់ពីថ្ងៃនេះទៅកុំហៅកូនថាឈីបអីត្រូវហៅកូនថាស្ដេចតោឈីបវិញមេមន់សើចរួចប្រាប់ថាកូនអើយតគេមានសម្លេងក្រហមខ្លាំងណាស់មិនមែននេះចាប់ដូចកូនឯងទេឈីបមិនស្ដាប់ទេវាដើរទៅកណ្ដាលវាស្មៅរួចប្រឹងបញ្ចេញសម្លេងក្រហមដាក់សត្វគោដែលកំពុងស៊ីស្មៅចាប់សត្វគោគ្រាន់តែក្រឡេកមើលរួចក៏កណ្ដាស់មួយទំហឹងហាស់ជ័យធ្វើឲ្យឈីបផ្ទៀតចេញទៅក្រោយរួចរោមនិងស្រកាប់ការឈូករត់ដែលវាបិទនោះរបូតចេញអស់រលីងសត្វទាដែលនៅក្បែរនោះនាំគ្នាស្រែកសើចថាអូស្ដេចតឈីបមិញនឹងត្រូវខ្យល់ព្យុះកណ្ដាស់របស់លោកបង្គោប៉ើងបាត់រោមអស់ហើយឈីបងើបមកវិញទាំងអៀនរួចនិយាយថាមិញនឹងមិនមែនខ្ញុំប៉ើងដោយសារកណ្ដាស់ទេគឺខ្ញុំចង់សាកល្បងសមត្ថភាពហោះដកថយក្រោយដើម្បីមើលថាតើមានសត្វណាហ៊ានដេញតាមខ្ញុំអត់តើអត្ថន័យអប់រំការគោរពមិនមែនបានមកពីការធ្វើត្រាប់តាមអ្នកដទៃឬការតុបតែងខ្លួនខាងក្រៅនោះទេប៉ុន្តែវាបានមកពីទង្វើល្អចូលមានមោទនភាពចំពោះអ្វីដែលខ្លួនមាន